រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបដិញ្ញាបន្តកំណត់យកការលើកស្ទួយសុខុមាលភាពនិងជីវភាពរបស់ពលរដ្ឋការអភិវឌ្ឍមូលធនមនុស្សនិងការកាត់បន្ថយភាពក្រីក្រជាការងារអាទិភាពចំពោះមុខទោះក្នុងកលៈទេសៈណាក៏ដោយក្រោមស្មារតីបិណ្ឌបោះបង់ពលរដ្ឋណាម្នាក់ជាដាច់ខាតនៅក្នុងន័យនេះជាទិសដៅទៅមុខរាជរដ្ឋាភិបាលនឹងបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមអភិក្រមនៃការគាំពារទៅតាមហានិភ័យនៃវដ្តជីវិតស្របតាមទិសដៅគោលនយោបាយនានាដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1និងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ2024និង2025ដែលផ្ដោតលើអាទិភាពសំខាន់ដូចជាបន្តទ្រទ្រង់ជីវភាពគ្រួសារក្រីក្រតាមរយៈការបន្តអនុវត្តកម្មវិធីជាតិជួយសង្គមពិសេសកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនិងកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្របន្តពង្រឹងការផ្តល់សេវាសន្តិសុខសង្គមឲ្យកាន់តែមានប្រសិទ្ធភាពនិងងាយស្រួលក្នុងការទទួលបានដែលរួមទាំងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារផ្នែកថែទាំសុខភាពនិងផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតមន្ត្រីសាធារណៈអតីតមន្ត្រីរាជការអតីតយុទ្ធជននិងក្រុមពលរដ្ឋផ្សេងទៀតបន្តពង្រីកវិសាលភាពការថែទាំសុខភាពសង្គមឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលស្របតាមផែនទីបង្ហាញផ្លូវចំពោះការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជានៅឆ្នាំ2024-2035បន្តពង្រឹងនិងកែលម្អប្រព័ន្ធចុះបញ្ជីក្រុមពលរដ្ឋគោលដៅឲ្យកាន់តែមានសុក្រិតភាពនិងឈានទៅដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីគាំពារសង្គមដើម្បីធានាការទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមបន្តពង្រឹងនិងកសាងប្រព័ន្ធចាំបាច់នានាដើម្បីត្រៀមលក្ខណៈផ្ដល់អន្តរាគមន៍គាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នសម្ដៅផ្ដល់ការគ្រប់គ្រងនិងបង្កើនជីវភាពរបស់ពលរដ្ឋទាំងក្នុងនិងពេលប្រក្តីនិងជួយរក្សាលំនឹងជីវភាពក្នុងអំឡុងពេលមានគ្រោះអាសន្នកើតឡើងធ្វើការកែតម្រង់ឲ្យប្រព័ន្ធមានប្រព័ន្ធសោធនជាតិរួមមួយដែលមានប្រសិទ្ធភាពតម្លាភាពនិងនិរន្តរភាពបន្តអភិវឌ្ឍនិងកែលម្អប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់បសសមកជួសជុលនិងប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រឲ្យមានភាពសាមញ្ញតម្លាភាពនិងសក្រិតភាពនិងឈានទៅដាក់ឲ្យដំណើរការនៅប្រព័ន្ធចុះបញ្ជីគាំពារសង្គមដើម្បីធានាបាននៅការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមបន្តផ្សព្វផ្សាយនិងបង្កើនការយល់ដឹងរបស់សាធារណជនអំពីគោលនយោបាយគាំពារសង្គមនិងអត្ថប្រយោជន៍នានានៃប្រព័ន្ធគាំពារសង្គមដែលពលរដ្ឋមានសិទ្ធិទទួលបានបន្តពង្រឹងសមត្ថភាពស្ថាប័ននិងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិតព្រមទាំងលើកកម្ពស់សមត្ថភាពមន្ត្រីជាពិសេសមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់កម្រិតដើម្បីអនុវត្តកម្មវិធីគាំពារសង្គមប្រកបដោយប្រសិទ្ធភាពបន្តពង្រឹងអភិបាលកិច្ចប្រព័ន្ធគាំពារសង្គមឲ្យកាន់តែរឹងមាំនិងមានប្រសិទ្ធភាពទៅតាមមុខងារទាំង3កម្រិតគឺកម្រិតគោលនយោបាយកម្រិតនីតិកាលនិងកម្រិតប្រតិបត្តិការដើម្បីធានាប្រតិទល់យការនិងបំពេញមុខងារក្នុងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាពគិតគូរនិងរៀបចំដាក់ឲ្យដំណើរការកម្មវិធីជំនួយសង្គមនិងរបបសន្តិសុខសង្គមថ្មីស្របតាមហានិភ័យនៃវដ្តជីវិតនិងការវិវត្តជាក់ស្ដែងនៃសង្គមសេដ្ឋកិច្ចកម្ពុជាដែលផ្ដោតជាពិសេសលើការផ្ដល់ឱកាសពង្រឹងសមត្ថភាពដល់ពលរដ្ឋស្របតាមអភិក្រមនៃការបង្រៀនពលរដ្ឋឲ្យចេះស្ទួយត្រីបន្ថែមលើការផ្ដល់ត្រីដល់ពួកគាត់ដែលរស់រានទី1កម្មវិធីគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រទី2ការសិក្សាលទ្ធភាពផ្ដល់អនុទានសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សាទី3ការពិនិត្យលទ្ធភាពក្នុងការផ្ដល់ការឧបត្ថម្ភជាសាច់ប្រាក់សម្រាប់ទ្រទ្រង់ចំណាយជួលផ្ទះនិងបន្ទប់ស្នាក់នៅដល់សិស្សនិងនិស្សិតដែលមានជីវភាពលំបាកនិងទី4ការសិក្សាសមិទ្ធ
ធិលទ្ធភាពក្នុងការដាក់ឲ្យដំណើរការកម្មវិធីលំនៅឋានតម្លៃសមរម្យសម្រាប់ពលរដ្ឋដែលមានចំណូលទាបនិងងាយរងគ្រោះជាដើម